អូខេសួស្តីបងប្អូនទាំងអស់គ្នាប្រហែលថ្ងៃមុនយើងបានសិក្សាអំពីការគណនាវ៉ូលូមដីចំពោះកម្មវិធី Java CD ចឹងហើយឥឡូវនេះខ្ញុំនឹងបង្ហាញមេរៀនមួយទៀតទាក់ទងជាមួយការ design ផ្លូវអញ្ចឹងនេះជាសភៅជាមេរៀនសម្រាប់ការ design ផ្លូវដែលយើងត្រូវលើកយកមកសិក្សាក្នុងកម្មវិធី Java CD ជាក់ស្ដែងខ្ញុំមាន site មួយគឺកំពុងតែធ្វើគឺនៅក្នុងពេញយើងដែរប៉ុន្តែនៅជាយក្រុងមួយអញ្ចឹងខ្ញុំបានsurveyផ្លូវហើយអីអញ្ចឹងខ្ញុំនឹងយកទីតាំងនោះយកមកបរៀនតែម្ដងអញ្ចឹងឥឡូវនេះខ្ញុំនឹងបើកបង្ហាញចំពោះមេរៀនមួយចំនួនទាក់ទងជាមួយការ design ផ្លូវនេះជាភៅញ៉ាំ design ផ្លូវអញ្ចឹងហើយបងប្អូនបើចង់បានអាចតាក់ទងមកបានចំពោះភៅនេះខ្ញុំនឹងតម្លាក់ link ចុះក្នុងក្រោមដើម្បីតំណែងអញ្ចឹងបងប្អូនអាចតាក់ទងបានចំពោះមេរៀននេះប៉ុន្តែចំពោះកម្មវិធីនេះគឺយើងប្រើនៅ2018អញ្ចឹងណាអញ្ចឹងហើយបងប្អូនអាចមើលបានហើយអាចរៀនធ្វើតាមបានចំពោះវីដេអូខ្ញុំនឹងលម្អិតមួយដើម្បីឲ្យបងប្អូនឬក៏សិស្សច្បងងាយយល់និងងាយមើលអញ្ចឹងណាអញ្ចឹងខ្ញុំនឹងចាប់ផ្ដើមឥឡូវយើងចាប់ផ្ដើមចូលទៅនេះយើងបើកប្លង់ server CD របស់យើងមកយើងចូល server CD យើងនេះហើយយើងចាប់ផ្ដើមបើកវាមកហើយយើងចូលទៅក្នុង template ណាមួយឬបើបងប្អូនមាន template អីចឹងបងប្អូនអាចចូលមើលបានហើយអាចចូលយកវាទៅប្រើប្រាស់ទៅអញ្ចឹងយើងចូលទៅ open វាមកវានឹងបានចេញបែបនេះអញ្ចឹងឥឡូវនេះដោយសារករណីផ្លូវដែលខ្ញុំបាន design ហ្នឹងគឺខ្ញុំបាន survey ហើយអញ្ចឹងខ្ញុំនឹងយកករណីនោះយកមកប្រើប្រាស់តែម្ដងអញ្ចឹងទី1មុននឹងយើងចូលដល់ការ add ករណីចូលទៅក្នុងប្លង់របស់យើងត្រូវដឹងពីរបៀបការប្រើប្រាស់ជាមួយserver CD សិនចឹងហើយចាក់ស្ដែងដោយសារយើងចូលមកដំបូងគឺបើយើងអត់មាន template អីទេយើងនឹងចូលមកវាមានផ្ទាំងបែបនេះចឹងណាចឹងហើយយើងត្រូវសេរីវាអញ្ចឹងយើងចូលទៅក្នុង setting sorry ចូល setting នេះយើងមើលទៅឃើញរបស់យើងបែបនេះហើយយើងចូល setting យើងឃើញ drawing របស់យើងគឺបែបនេះដោយសារនេះជា tab របស់ខ្ញុំចឹងហើយខ្ញុំចូលរបស់ខ្ញុំតែម្ដងចឹងខ្ញុំចូលទៅកន្លែង edit នេះ edit drawing setting ចូលទៅ edit drawing setting ហើយយើងនឹងចេញផ្ទាំងបែបនេះទី1យើងត្រូវមើលកន្លែង drawing unit នេះគឺយើងនឹងឃើញគេដាក់ຂະຫນាតវាមាន fit ហើយនឹង meter ដោយសារយើងសិក្សានេះគឺយើងគិតជា meter អញ្ចឹងហើយយើងត្រូវដូរវាមកដាក់ meter មកអាហ្នឹងបើបងប្អូនអត់ទាន់មានទេយើងត្រូវដូរមកតាមហ្នឹងមកហើយចំពោះនេះអាចដូរមកតាមដែលខ្ញុំបានដាក់នេះមករើសវាអាហ្នឹងយកដូចគ្នាអញ្ចឹងមកហើយចំពោះ scale អានេះជាធម្មតាយើងដាក់នៅក្នុងប្លង់របស់យើងអាចកំណត់របស់យើងបានអាចដាក់ scale មួយលើ500 scale មួយលើ50 scale មួយលើអីហ្នឹងតាមតែរបស់យើងដែលយើងចង់បានហើយចំពោះទីតាំងនេះយើងត្រូវដូរមកដាក់ UTM ដូចគ្នាមក UTM នេះWGS 84តែទុំមកដើម្បីឲ្យវាស្គាល់អញ្ចឹងណាអញ្ចឹងយើងត្រូវដូរវាហើយទៅនេះកន្លែងដាក់ note ពណ៌ខៀវនេះអាហ្នឹងក៏យើងត្រូវដូរដែរអញ្ចឹងបងប្អូនអាចមើលទៅហើយដូរវាដូចខ្ញុំបានបង្ហាញហ្នឹងមកនេះមាន UTM WGS 1984តែទុំ048 N meter អីហ្នឹងដូរតាមហ្នឹងមកចំពោះទៅនេះ select connection system code អញ្ចឹង code របស់យើងគឺដូចគ្នាដែរយើងប្រើ UTM 84 48N អញ្ចឹងយើងត្រូវដូរដាក់មកដូចគ្នាហ្នឹងមកអាក្រោមនេះគឺយើងត្រូវអាច copy វានេះមកហើយយកមកផាស់ទៅក្រោមមក description នេះហើយ prediction នេះយើងដាក់ UTM ដែរហើយព្រោះតែទុំយើងប្រើតែទុំ WGS 84អញ្ចឹងយើងបើយើងបដូររួចរាល់អស់ហើយយើងឆែកមើលផ្សេងទៀតយកត្រូវដូរអីទេដោយសារអីយើងដូរកន្លែង unit ស្អាតសូមនេះហើយអញ្ចឹងយើងមើលផ្ទាំងហ្នឹងបើដូរអស់ហើយយើង apply ទៅយើងអូខេមករបស់ហ្នឹងគឺយើងអាចប្រើប្រាស់បានហើយចំពោះ
diversity នេះគឺវាស្គាល់ទីតាំងរបស់យើងហើយអញ្ចឹងបន្ទាប់ពីនេះមកយើងនឹងបន្តមកការងារយើង add coordinate ចូលអូខេទី1យើងត្រូវមើលរបស់យើងចូល property របស់យើងឡើងវិញដោយសាររបស់ខ្ញុំមាននេះច្រើនដោយសារខ្ញុំនេះខ្ញុំពីមុនខ្ញុំ add ចូលអញ្ចឹងខ្ញុំលុបចោលវិញខ្ញុំលុបពួកនឹងចោលយើង slow អញ្ចឹងយើងលុបវាចោលដោយសាររបស់យើងវាអត់ត្រូវការប្រើវាទេយើងលុបវាចោលទាំងអស់មកទុកតែ existing point នឹងបានហើយទុកតែមួយទៅបានហើយអញ្ចឹងផ្សេងៗយើងលុបចោលមកអូខេឥឡូវយើងលុបតែមួយទៅបានហើយក្រៅពីហ្នឹងយើងទុកវាទៅអត់អីតែសារកូដរបស់យើងមានពពួករបស់វានឹងអញ្ចឹងយើងគាត់បង្កើតគ្រប់ point ផ្សេងអញ្ចឹងយើងទុកវាទៅទុកក៏បានយើងលុបក៏បានអត់អីហើយយើងចាប់បង្កើតថ្មីហើយអ្វីដែលយើងត្រូវទុកគឺយើងទុក existing point ទៅបានហើយអញ្ចឹងអ្វីជាក់ស្ដែងគឺយើងបានប៉ុណ្ណេះហើយយើងត្រូវ add coordinate ចូលពាក់ព័ន្ធ coordinate អានេះដោយសារខ្ញុំមានស្រាប់អីអញ្ចឹងខ្ញុំចូលទៅនេះដំបូងយើងត្រូវចូលមក insert នេះមកយើងមើលនេះ point from file ហើយយើងចូលមកវា load file ទៅប៉ុណ្ណេះឲ្យយើងហើយអញ្ចឹងបន្ទាប់មកយើងត្រូវចូលទៅក្នុងនេះបញ្ញាបូកនេះហើយយើងរើស file របស់យើងដោយសាររបស់យើងទុកនៅណាអញ្ចឹងដោយសាររបស់ខ្ញុំមាន file របស់នឹងបោះទីតាំងហ្នឹងហើយអញ្ចឹងខ្ញុំចូលទៅក្នុងរបស់ខ្ញុំហើយចូលបច្ចេកនេះអញ្ចឹងនេះរបស់ខ្ញុំដោយសាររបស់ខ្ញុំមានពងស្រាប់ហើយអញ្ចឹងខ្ញុំ add វាចូលតែម្ដងអញ្ចឹងពេលអត់ចូលមកវាញ៉ាគ្រីគឺវាត្រូវហើយយើងអាចប្រើប្រាស់បានអញ្ចឹងយើងធ្វើមកនេះដោយសារនេះយើងត្រូវធ្វើវាដោយសារកនៃរបស់ខ្ញុំវារើតាមនេះ point n outside code ហើយរបស់វាគឺ gamma delimited អញ្ចឹងយើងរើសហ្នឹងមកហើយទៅវា load នេះឲ្យពងរបស់យើងទាំងអស់បែបហ្នឹងណាអញ្ចឹងយើងគ្រីសវាមួយមកហើយយើងរើសចូលទៅក្នុង existing ដោយសាររបស់យើងគឺ existing ទាំងអស់ហ្នឹងណាអញ្ចឹងយើងរើសវាមកបើយើងហើយអីគឺយើងអូខេមកអូខេវាអត់តន់ចេញទេចាចាំតិចវាអត់តន់ចេញទេអញ្ចឹងយើងមើលទៅវាអត់ឃើញចេញទេគេអត់អញ្ចឹងយើងចុច comment n សិតអញ្ចឹងឃើញមកនេះវាចេញមកទាំងអស់ហើយរបស់យើងនេះកនរបស់យើងទាំងអស់ហ្នឹងនេះអញ្ចឹងវាចេញមកហើយយើងមើលទៅឃើញទាំងអស់នេះអញ្ចឹងដោយសាររបស់ខ្ញុំវា template របស់ខ្ញុំមានអញ្ចឹងហើយខ្ញុំអត់បានបង្ហាញពាក់ព័ន្ធជាមួយការបង្កើតដើមឈើដើម្បីនេះបន្ថែមទេដោយសារអីវានេះច្រើនពេកអញ្ចឹងហើយនេះខ្ញុំប្រាប់តែថាគ្រប់គ្នានេះខ្ញុំទុកចោលមួយខ្ញុំប្រាប់តែនេះទេការ design តែម្ដងយកដោយសារ template នេះវាពាក់ព័ន្ធជាមួយការបង្កើតដើមឈើដើម្បីយកវាច្រើនចំណែកអ្វីដែលកត់សម្គាល់នេះគឺខ្ញុំបង្ហាញតែការ design ផ្លូវទេអញ្ចឹងហើយឥឡូវនេះវាលម្អិតអ្វីដែលលម្អិតគឺផ្លូវអញ្ចឹងហើយចំពោះដើមឈើដើម្បីយើងអាចបន្ថែមវីដេអូទៀតដើម្បីនេះទៅលម្អិតបន្ថែមជាមួយខ្ញុំនឹងព្យាយាមធ្វើវីដេអូនឹងបន្ថែមឲ្យតែឥឡូវនេះខ្ញុំនឹងលើការ design ផ្លូវមកសិនហ្នឹងហើយឥឡូវយើង add មកបានប៉ុណ្នេះនេះគឺពងផ្លូវរបស់យើងទាំងអស់អញ្ចឹងអ្វីដែលយើងធ្វើបន្តអ្វីដែលធ្វើបន្តយើងត្រូវគូសវាអញ្ចឹងដោយសារនេះយើងរបស់យើងអត់ឃើញ coordinate វាឃើញតែ elevation របស់វាទេអញ្ចឹងយើងឥឡូវយើងនេះសិនយើងត្រូវបើករបស់វាយើងអាច select លើវាទៅយើងចូលទៅក្នុង point group វានេះ elevation ដោយសារយើងបង្ហាញ elevation អញ្ចឹងហើយយើងចូលធ្វើវាអាចធ្វើវា elevation បូកជាមួយ description នេះទៅរើសទៅពីនេះទៅដោយសារពួកនេះឆ្ងល់ថាពួកនេះមកពីណាហ្នឹងយើងបង្កើតដែរដោយសារអីខ្ញុំអត់អាចបង្ហាញទៅនឹងបានទៀតទេដោយសារនេះ template របស់ខ្ញុំវាមានស្រាប់ហើយខ្ញុំនឹងបង្ហាញអ្វីដែលខ្ញុំមាននឹងហើយចំពោះការ add អីបន្ថែមនេះ grab new នេះយើងបង្កើតវាថ្មីប៉ុន្តែដោយសាររបស់ខ្ញុំមានហើយខ្ញុំមិនអាចបង្កើតបន្ថែមទៀតទេចឹងហើយខ្ញុំចាំវីដេអូក្រោយខ្ញុំនឹងបង្ហាញពាក់ព័ន្ធជាមួយការបង្កើតការអីចំពោះការធ្វើ template ថ្មីហ្នឹងចឹងហើយឥឡូវនេះខ្ញុំនឹងបង្ហាញបន្តបន្ថែមចឹងឥឡូវនេះយើងបានបង្ហាញដល់ប៉ុណ្នេះហើយយើងចុច apply ទៅនេះវានឹងចេញនេះចេះឲ្យយើងហើយអានេះដោយសារនេះវាចេញអានេះmarking នេះយើងវាចេញសញ្ញាបូកជាអាចចូលទៅ edit វាដែរចូលទៅក្នុងនឹងមកយើងចូលទៅនេះ point នេះ point style នេះយើងចូលទៅ edit វានេះដោយសារវាចេញសញ្ញាបូកអញ្ចឹងយើងបន្ថែមវាស្អីគេសញ្ញាចុចនេះមួយទៀតមក
ហើយខ្នាតរបស់វាប៉ុណ្ណឹងទៅអីទេ0.ម៉ាននេះយើងកែវាទំហំរបស់វាគឺយើងកែនៅនេះទំហំនេះយើងកែនឹងមកយើង add ប៉ុណ្ណឹងមក apply មកវានឹងដូរយើងហើយនេះវីដេអូឃើញអត់នេះឃើញទំហំមួយយើងហើយអញ្ចឹងយើង apply ហើយយើងអូខេមកយើងរបស់យើងគឺវីដេអូមកហ្នឹងហើយនេះហើយឥឡូវយើងបើប៉ុណ្ណឹងឥឡូវវីដេអូយើងជាយូរដែរហើយយើងឥឡូវខ្ញុំបង្ហាញប៉ុណ្ណឹងចាំមើលវគ្គទៅក្រោយខ្ញុំនឹងបង្ហាញការគូស alignment ចំពោះផ្លូវជាប់ពីណាទៅណាហើយចំពោះកូដណាទៅកូដណាអញ្ចឹងឥឡូវនេះចំពោះវីដេអូនេះខ្ញុំនឹងបញ្ចប់ប៉ុណ្ណេះសិនចាំមើលវីដេអូក្រោយខ្ញុំនឹងបង្ហាញបន្ថែមអរគុណជំរាបលា